ថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍និងចំណេះដឹងខ្លះៗពាក់ព័ន្ធទៅនឹងផ្នែកពុទ្ធសាសនាជាពិសេសចំពោះពលបុត្រកូនអ្នកស្រុកស្រែចំការដែលក្រីក្រហើយមិនមានលទ្ធភាពដើម្បីរៀននៅសាលារដ្ឋរហូតពីឌីប្លូមឬក្បាក់ឌុបឬមហាវិទ្យាល័យអីចឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្វែរអារម្មណ៍បងប្អូនមកមើលមកដឹងអំពីហៅថាអត្ថប្រយោជន៍នៃការអប់រំសម័យបុរាណនៅសម័យបុរាណនោះគឺបងប្អូនញាតិញោមពុទ្ធបរិស័ទនៅតាមវត្តនៅតាមជនបទតែងតែបញ្ជូនកូនទៅបួសហើយលក្ខណៈគេហៅថាបួសរៀនបងប្អូនការបួសរៀននេះជាទំនៀមជាទម្លាប់ជាប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណប៉ុន្តែការបួសរៀនសម័យបុរាណមានរៀនច្រើនបងប្អូនគឺដូចជាតាមតំបន់ខ្លះមានតាំងពីរៀនធ្វើតុកធ្វើទូធ្វើរនាស់ធ្វើនង្គ័លធ្វើកញ្ច្រែងធ្វើល្អីតាមវត្តហ្នឹងគឺមានបង្រៀនណាបងប្អូនហ្នឹងហើយក្នុងនោះទៀតក៏មានរៀនធម៌មានរៀនអាយចឹងដែរប៉ុន្តែការបង្រៀននៅការងារទាំងឡាយនោះគឺហាក់ដូចជាបង្រៀនមនុស្សឲ្យមានបំណិនជីវិតដើម្បីថាកំណាច់នឹងបួសហើយគឺពេលសឹកទៅគឺមានលទ្ធភាពក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតឬក៏យកចំណេះដឹងហ្នឹងទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតនៅពេលដែលយើងសឹកពីព្រះសង្ឃហើយទៅជាគ្រាវាសកុហកគ្រាវាសវិញមានប្រពន្ធមានកូនចឹងទៅហើយក៏យកអាចចំណេះជំនាញដែលបានរៀនពីលោកសង្ឃហ្នឹងគឺយកទៅប្រើនឹងមួយទៀតគឺនឹងជាចំណេះដឹងលក្ខណៈខាងបំណិនជីវិតមួយទៀតគឺចំណេះដឹងហៅថាបែបពុទ្ធសាសនាគឺពីសម័យបុរាណនោះគឺភាគច្រើនគឺរៀនពាក់ព័ន្ធនឹងធម៌អានហ្នឹងគឺរៀនមាន3គឺទី1គឺរៀនតាមក្នុងវត្តហ្នឹងគឺមានគ្រូអាចារ្យនៅក្នុងវត្តហ្នឹងបួសយូរណាបងប្អូនជំនាន់ដើមបួសសិតទៅរាប់10ឆ្នាំ20ឆ្នាំអីក៏មានដែរអញ្ចឹងបួសហ្នឹងអង្គខ្លះក៏មិនបានទៅរៀនមានសាលាអីជ្រៅជ្រះទេប៉ុន្តែរៀនហ្នឹងគឺចេះតគ្នាពីក្នុងវត្តក្នុងទីអារាមរបស់ខ្លួនហ្នឹងហើយបង្ហាត់ក្មេងជំនាន់ក្រោយតអញ្ចឹងទៅអញ្ចឹងទាំងធម៌ក្តីទាំងវិន័យទាំងអីហ្នឹងគឺបង្រៀននៅក្នុងហ្នឹងតែម្ដងជាពិសេសហៅថារៀនធម៌អាច្បាប់សត្រាវិន័យនៅក្នុងគម្ពីរជាពិសេសគឺជំនាន់បុរាណហ្នឹងគឺអ្នកខ្លះគឺរៀនសរសេរអក្សរហ្មងរៀនសរសេរអក្សរឲ្យស្អាតគឺបន្ទាប់ពីរៀនហើយចាដាក់ក្នុងសត្រាស្លឹករឹតសរសេរចាដាក់ក្នុងសត្រាស្លឹករឹតហើយគឺមានឈ្មោះមានអ្នកដែលសរសេរហ្នឹងនៅហ្នឹងសរសេរហ្នឹងគឺពាក្យច្រើនកាំងគម្ពីរហ្នឹងមានដដែលបងប្អូនប៉ុន្តែគាត់ថាចាតគ្នាតាមពីបុរមបុរាណមកតែត្រង់ចំណុចកន្លែងនេះខ្ញុំចង់និយាយរឿងជាតិនិយមបន្តិចបងប្អូនចន្លោះពីឆ្នាំ90ដល់ឆ្នាំ2000នៅខាងនេះខាងសៀមរាបបន្ទាយមានជ័យបាត់ដំបងហ្នឹងគឺខាងជនជាតិថៃបងប្អូនគាត់កន្លែងតំបន់ខ្លះគឺគេដើរទិញអាសត្រាសក្រិតហ្នឹងហើយយើងមិនដឹងគេដើរទិញទៅធ្វើអីឥឡូវមកមានតាមបណ្ដាញ Facebook ទៀតហើយគេថាជនជាតិថៃគេអះអាងថាអក្សរយើងដែលសរសេរឆ្លាក់ដូចក្នុងស្ត្រាសក្រិតហ្នឹងគេថាអក្សរគេថាអក្សរថៃខមមានអក្សរថៃបុរាណនេះទៅតាមពិតអាហ្នឹងជាអក្សររបស់ខ្មែរយើងបងប្អូនអីអក្សររបស់ខ្មែរយើងហើយនៅតាមវត្តខ្ញុំហ្នឹងក៏មានច្រើនណាស់កាលខ្ញុំបួសនឹងមានច្រើនប៉ុន្តែគាត់ថាយើងមិនទៅបានយកចិត្តទុកដាក់អានបែបបុរាណនឹងយើងពិបាកអានគេទៅសេមានភៀងទម្រួតច្រើនណាបងប្អូនអញ្ចឹងការរៀនពីបរមបុរាណគឺរៀនអញ្ចឹងរៀនសស្ត្រីរៀនសរសេរអក្សរឲ្យស្អាតរៀនបំណិនជីវិតរៀនធ្វើនេះធ្វើនោះនៅពេលដែលសឹកហើយគឺយកអាមុខវិជ្ជាហ្នឹងទៅប្រកបមុខរបរហើយមួយទៀតក៏ចាប់ពីសង្គមរាស្ត្រនិយមមកក៏យើងមានហៅថាជំនាន់សម្ដេចជួនណាតមានដាក់ឲ្យរៀនធម្មវិន័យហ្នឹងគឺរៀនអំពីធម៌អារបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែលក្ខណៈស្រាលរៀនហ្នឹងរៀនតែសម្រាយទេបងប្អូនរៀនប្រជុំកងធម៌ហើយនឹងវិន័យគឺឆ្នាំគេរៀនធម្មវិន័យហ្នឹងគឺរៀនចំនួន3ឆ្នាំហ្នឹងក៏មានរៀនហ្នឹងគឺមានប្រឡងរៀនមួយឆ្នាំអញ្ចឹងទៅចាប់ពីដើមចូលភាសាទីពិសេសរៀនចូលកងនៅខែ5បន្ទាប់ទៅខែទុំខែ2ខែ3ហ្នឹងគេប្រឡងបងប្អូនពីប្រឡងធម្មវិន័យគេហៅថាសញ្ញាបត្រថ្នាក់ត្រីបន្ទាប់មកសញ្ញាបត្រថ្នាក់ទូហ្នឹងគឺរៀនពីធម្មវិន័យនឹងដែរប៉ុន្តែគេមានថ្នាក់ត្រីថ្នាក់ទូថ្នាក់ឯកនឹងរៀនមាន3ថ្នាក់ហ្នឹងគឺថ្នាក់ត្រីបានន័យតែរៀនធម៌អាសុភាសិតប្រជុំកងធម៌តែគឺន័យស្រាលមានន័យថាការរៀនមិនសូវពិបាកយល់ដូចលក្ខណៈថារៀនប្រសូតអញ្ចឹងណារៀនប្រសូតអញ្ចឹងតទៅពីចប់ថ្នាក់ត្រីចូលឆ្នាំទី2គឺរៀនថ្នាក់ទូនោះចង់និយាយថាប្រជុំកងធរដូចគ្នាប៉ុន្តែលក្ខណៈធរនឹងរឿងជ្រៅបន្តិចហើយវិន័យនឹងក៏ជ្រៅបន្តិច
បន្ទាប់មកគឺថ្នាក់ឯកគឺធរអាគឺរៀនអភិធម្មតែម្ដងរៀនអភិធម្មហើយវិន័យនេះគឺរៀនជ្រៅដែរអញ្ចឹងរៀនចំនួនបុរាណគឺរៀនបំណិនជីវិតមានរៀនធ្វើរបស់របរប្រើប្រាស់នឹងមួយហើយរៀនធរតាមលោកគ្រូចៅកាលលោកគ្រូសូត្រឆ្វេងស្ដាំនឹងមួយទៀតគឺរៀនធម្មវិន័យគឺមាន3ថ្នាក់គឺមានថ្នាក់ត្រីថ្នាក់តូនិងថ្នាក់ឯកចំណែកការរៀនហ្នឹងគឺជាការរៀនរយៈពេល3ឆ្នាំបើប្រសងអង្គខ្លះចង់រៀនបន្តហ្នឹងក៏រៀនដដែលប៉ុន្តែគឺចប់គេគឺតែ3ឆ្នាំហ្នឹងទេបងប្អូនយកញ្ញាបត្រ3ឆ្នាំគឺចប់ហើយគឺយើងចេះមិនចេះនៅលើយើងឆ្លាតវៃអ្នកឆ្លៀតឆ្លាស់ក្នុងការបំបែកកងធរអត្ថាធិប្បាយយល់ពីសេចក្តីនៃពធរៈជ្រៅយ៉ាងណាគឺរៀនហៅថា3ឆ្នាំហ្នឹងហើយត្រាក់ត្រីថ្នាក់ទូថ្នាក់ឯកចំណែកឲ្យរៀនមួយទៀតគឺចាប់ពីជំនាន់ហ្នឹងមកគឺយើងរៀនភាសាបាលីរៀនភាសាបាលីនេះគឺរៀនតាំងពីថ្នាក់ដំបូងមកបងប្អូនរៀនដូចយើងរៀនកខអញ្ចឹងរៀនដូចអក្សរខ្មែរតែរៀនកខព្រោះរៀនភាសាបាលីគឺចាប់ផ្ដើមឡើងដូចកខប៉ុន្តែគេមិនអានកខទេអានកខគគញាចចជាជាដាក់តដេតនតតដេតនតបបពុទ្ធមេយរៈលវអហសហលអង្អញ្ចឹងទៅហ្នឹងការរៀនភាសាបាលីហ្នឹងគឺគេអានអញ្ចឹងហើយរៀនភាសាបាលីហ្នឹងរយៈពេលដែលបងប្អូនរៀនមិនប្រឡងធ្លាក់មិនហៅថាមិនឈប់មិនដប់ថ្នាក់គឺបងប្អូនរៀនបើសម័យខ្ញុំរៀនគឺរៀន9ឆ្នាំបានបាក់ដប់ឲ្យបងប្អូនគឺបឋមហ្នឹងគឺរៀន3ឆ្នាំហើយអនុវិទ្យាល័យរៀន3ឆ្នាំហើយនឹងមហាវិទ្យាល័យហ្នឹងរៀន3ឆ្នាំអញ្ចឹងរៀនតែ9ឆ្នាំហ្នឹងគឺប្រឡងជាប់បាក់ដប់ហើយអញ្ចឹងបើបងប្អូនជាប់បាក់ដប់ចង់ទៅរៀនទៀតគឺប្រហែលជាខ្ទង់រៀន4ឆ្នាំទៀតសាកលវិទ្យាល័យហើយមានសាកលវិទ្យាល័យខាងលោកហ្នឹងដូចតែសាកលវិទ្យាល័យខាងសក់តែចង់ជម្រាបបងប្អូនចេះទៀតថាតើរៀនភាសាបាលីនោះមានមុខវិជ្ជាអ្វីខ្លះក្នុងនោះរៀនភាសាបាលីគឺទូលំទូលាយខ្លាំងណាស់បងប្អូនរៀនភាសាបាលីគឺទី1គឺរៀនពីគ្រឹះនៃមូលដ្ឋានគ្រឹះនៃភាសាបាលីនិងនៅក្នុងនោះក៏មានរៀនធរអាវិន័យអីបន្តបន្សំផងដែរប៉ុន្តែមួយទៀតគឺរៀនមុខវិជ្ជាផ្លូវលោកទាំងអស់មុខវិជ្ជាផ្លូវលោកទាំងប្រមាណមានអក្សរសាស្ត្រខ្មែរមានគណិតរូបវិទ្យានឹងគឺរៀនទាំងអស់គឺខាងប្រសង់ដកតែកីឡាមួយដកតែកីឡានិងរបាំទេបងប្អូនដកតែកីឡានិងរបាំតែជំនាន់ខ្ញុំរៀនគឺភាសាបារាំងក៏អត់រៀនដែរគឺរៀនភាសាអង់គ្លេសទេអញ្ចឹងត្រប់តែក្តីមកគឺអ្នកប៊ូសគឺរៀនហៅថាក្របខ័ណ្ឌដែលត្រឹមត្រូវដែលក្រសួងធម្មការគេទទួលស្គាល់គឺមាន2គឺមានធម្មវិន័យក៏មានសញ្ញាបត្រមានសញ្ញាបត្របញ្ជាក់ហើយនឹងភាសាបាលីក៏មានសញ្ញាបត្របញ្ជាក់គឺយើងរៀន3ឆ្នាំប្រឡងជាប់បានសញ្ញាបត្រមួយបន្ទាប់មកអនុវិទ្យាល័យឌីប្លូមហ្នឹងគឺយើងបានសញ្ញាបត្រមួយបាក់ឌុបយើងបានសញ្ញាបត្រមួយបន្ទាប់ពីមហាវិទ្យាល័យក៏យើងរៀនមកបានសញ្ញាបត្រមួយទៀតអញ្ចឹងចំពោះធម្មវិន័យគឺបាន3ដែរបងប្អូនបាន3ដែរប៉ុន្តែគេរៀនតែ1ឆ្នាំបាន1ឆ្នាំបានអញ្ចឹង3ឆ្នាំវាចប់អីប៉ុន្តែសរុបសេចក្តីមកថាការរៀនទាំងអស់នោះតើអ្នកសម្រាប់អ្នកបួសកូនក្មួយឬក៏បងប្អូនដែលមានកូនឬក៏ចៅចង់ឲ្យបួសតើបើសិនជាជ្រុលទៅបួសហើយបួសឲ្យបានប្រយោជន៍តើបងប្អូនកូនក្មួយបងប្អូនដែលចង់ឲ្យក្មួយឬកូនចៅរៀនដែលបានប្រយោជន៍នោះគឺត្រូវរៀនអ្វីចំពោះខ្ញុំគឺមានតែរៀនភាសាបាលីទេគឺរៀនទៅគឺល្អបំផុតព្រោះសញ្ញាបត្រឌីប្លូមក្តីសញ្ញាបត្របាក់ឌុបក្តីសញ្ញាបត្រសាកលវិទ្យាល័យមានអក្សរសាស្ត្រអង់គ្លេសក្តីមានទស្សនវិជ្ជាក្តីគឺមាននៅក្នុងសាលាបាលីជាន់ខ្ពស់ហ្នឹងគឺបងប្អូនរៀនចប់ហើយកូនក្មួយរៀនចប់ហើយគឺពេលសឹកមកគឺចង់និយាយថាសង្គមគេទទួលស្គាល់ហើយមានតម្លៃស្មើជាមួយនឹងផ្នែកក្រសួងអប់រំខាងរដ្ឋនោះហើយយើងយកសញ្ញាបត្រហ្នឹងទៅរកការងារធ្វើក្រុមហ៊ុនឯកជនឬក្រុមហ៊ុនរដ្ឋអីបានដូចគ្នាអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់និយាយថ្ងៃនេះគឺចង់រំលឹកដល់បងប្អូនកូនក្មួយដែលនៅស្រុកជនបទដូចជានៅស្រុកខ្ញុំអីនៅខាងកំពង់ធំអីនោះគាត់ភាគច្រើនសុទ្ធតែអ្នកបានប៊ូសតែគាត់តែកូនក្មួយខ្លះគាត់ប៊ូសតែ1ឆ្នាំ2ឆ្នាំអីគាត់សឹកទៅវិញប៉ុន្តែគាត់ថាប៊ូសនឹងក៏វាគ្រាន់បើជាងអត់ដែរប៉ុន្តែចង់និយាយថាបើជ្រុលជាប៊ូសហើយត្រូវស្វែងរកចំណេះវិជ្ជាណាដែលហៅថាអាចឲ្យយើងប្រើប្រាស់ក្នុងជីវិតរបស់យើងឲ្យប្រសើរឡើងព្រោះថាយើងជាកូនអ្នកក្រយើងអត់មានលទ្ធភាពរៀនតាមផ្លូវលោកនឹងទេអញ្ចឹងមានតែប៊ូសជាប្រសង់ហើយរៀនភាសាបាលីនឹងទៅតាយ៉ាងយូរ9ឆ្នាំឲ្យ12ឆ្នាំឬក៏13 14ឆ្នាំហើយនឹងយើងចប់មហាវិទ្យាល័យដូចគ្នាអញ្ចឹងទៅហើយឥឡូវនេះគឺមិនតឹងតែងដូចមុនទេបងប្អូនកាលណាបើយើងរៀនទៅល្មមប្រឡងគឺជាប់ហើយអញ្ចឹងដូចជាគណិតវិទ្យាដូចជារូបគីមីអីហ្នឹងបើសិនជាយើងអ្នកឆ្លាតអ្នកពូកែជាពិសេសបងប្អូនកូនក្មួយណាដែលរៀន
ណាខាងផ្លូវរត់នោះបានដាក់ទី7ទី8អីគឺបងប្អូនចូលរៀនបឋមពុទ្ធកៈបឋមសិក្សាគឺងាយបំផុតរៀនឆាប់យល់ឆាប់ដឹងគណិតវិទ្យាអីបងប្អូនរៀនជាប់ភាសាហើយគឺរៀនស្រួលមែនទែនអញ្ចឹងសរុបសេចក្តីមកការរៀនដែលល្អដែលមានប្រយោជន៍សម្រាប់ជីវិតរបស់យើងជាកូនកសិករជាកូនអ្នកក្រហ្នឹងគឺបើសិនជាចង់រៀនដើម្បីបានប្រយោជន៍នៅក្នុងឆាកជីវិតយកចំណេះដឹងមកចិញ្ចឹមជីវិតឲ្យវាប្រសើរឲ្យវាល្អនោះគឺមានតែរៀនភាសាបាលីទេភាសាបាលីហ្នឹងគឺមិនមែនរៀនតែធម៌មួយមុខទេគឺរៀនចំណេះដឹងទូទៅរៀនចំណេះដឹងទូទៅបងប្អូនដឹងទេថាអ្នកប្រាជ្ញក្នុងស្រុកខ្មែរចំនួនមុនក្តីចំនួនឥឡូវនេះក្តីគឺមានច្រើនគឺចេញពីអ្នករៀនពុទ្ធិកៈនឹងតែម្ដងអ្នកខ្លះបានរៀនពុទ្ធិកៈនៅក្នុងស្រុកខ្មែរហើយតទៅរៀននៅសេរីលង្កាឥណ្ឌាភូមាទៀតមកវិញទៅថ្នាក់បណ្ឌិតគេទទួលស្គាល់ណាបងប្អូនអញ្ចឹងយើងមិនទៀមទាឲ្យដល់ថ្នាក់ហ្នឹងទេប៉ុន្តែយើងរៀនយ៉ាងហោចណាស់ក៏បានត្រឹមបាក់ឌុបឬក៏មហាវិទ្យាល័យអញ្ចឹងទៅអញ្ចឹងបើបងប្អូនរៀនបានបាក់ឌុបហើយបងប្អូនអាចរៀនមហាវិទ្យាល័យផ្នែកខាងលោកសង្ឃនឹងក៏បានបងប្អូនយកអាសញ្ញាបត្ររបស់យើងទៅរៀនខាងផ្នែកខាងក្រៅនឹងក៏បានបងប្អូនអាចយកទៅរៀនបងប្អូនកូនមួយទៅរៀនដូចជាអក្សរសាស្ត្រអង់គ្លេសខាងជាមហាវិទ្យាល័យខាងព្រះសង្ឃមានឥឡូវនោះប៉ុន្តែគាត់ថាដូចជាបងប្អូនចង់រៀនថ្នាក់ management ខាង communication គេហៅថាស្អីគេផ្នែកការទូតស្អីគេនោះខ្ញុំមិនសូវស្គាល់ហើយមួយទៀតខាងកណន័យខាងអប់រំក៏ខាងព្រះសង្ឃមានអញ្ចឹងមានមុខវិជ្ជាច្រើនណាដែលបើសិនបងប្អូនរៀនចប់ថ្នាក់ទី12ហើយបាក់ឌុបហើយចង់ទៅរៀនខាងសាលារដ្ឋក៏បានចង់រៀនខាងសាលាប្រសង់ក៏បានតែរៀនសាលាប្រសង់គឺដូចជាមានបងថ្លៃសាលាដែរតែបងតិចតួចស្ទើរតែអត់ណាបងប្អូនរៀនមួយឆ្នាំគឺអត់បងលុយគឺវាអត់ទៅអស់លុយហ្មងបងប្អូនគឺស្រួលហ្មងអញ្ចឹងបើជ្រុលជាបួហើយមានប្រយោជន៍ដើម្បីបានសេចក្តីសុខសេចក្តីចម្រើនក្នុងជីវិតមានតែរៀនភាសាបាលីតែមួយមុខគត់គឺដើម្បីហៅថាធ្វើជីវិតរបស់យើងឲ្យប្រសើរឲ្យថ្កុំថ្កើងរុងរឿងចឹងទៅអញ្ចឹងខ្ញុំចង់ចែករំលែកបងប្អូនតែប៉ុណ្ណេះចង់និយាយថាបើបងប្អូនបានបួហើយគឺកុំភ្លេចត្រូវតាំងចិត្តឲ្យមុតតាំងចិត្តឲ្យខ្ពស់រៀនភាសាបាលីទោះបីរយៈពេលយូរក៏ដោយប៉ុន្តែយើងរៀនមកបានប្រយោជន៍សម្រាប់ជីវិតរបស់យើងចឹងបើសិនឧទាហរណ៍ថាបងប្អូនរៀនតែធម្មវិន័យ1ឆ្នាំ2ឆ្នាំអ្នករៀនធម្មវិន័យគឺពាក្យច្រើនមានតែធ្វើអាចារ្យគឺគណៈកម្មការឥឡូវគឺគណៈអាចារ្យគណៈកម្មការនឹងបានអីអាចារ្យវត្តនឹងមានតែ2នាក់ម្នាក់ហ្នឹងគឺគេធ្វើគ្រប់ហើយជាលោកយើងធ្លាប់ប៊ូម៉ាកាណូនៅក្នុងភូមិយើងទៅធ្វើស្អីចឹងទៅធ្វើអាចារ្យសួរតែមានប្រាក់ខែអត់មានទេបងប្អូនចឹងបើសិនជាយើងទៅរៀនភាសាបាលីយើងទៅធ្វើការងារឲ្យគេបានប្រាក់ខែបើបងប្អូនរៀនចំណាយពេលទៅ2 10ឆ្នាំ3 4 10ឆ្នាំប៉ុន្តែបងប្អូនសឹកទៅបងប្អូនយកចំណេះដឹងទៅប្រើបានប្រាក់ខែមួយខែ500ទៅ1000ឬ700 800អញ្ចឹងបងប្អូនបែរជាទៅបួសបានតែមួយឆ្នាំ2ឆ្នាំហើយបងប្អូនសឹកទៅបងប្អូនធ្វើការតែមួយខែតែ200 150 200 150គឺឲ្យប្រើកម្លាំងធ្ងន់ទៀតឥឡូវអាណាល្អជាងអញ្ចឹងបានខ្ញុំលើកទឹកចិត្តថាបើបងប្អូនកូនក្មួយឬក៏បងប្អូនដែលមានកូនចៅដែលបួសហើយសូមជំរុញឲ្យរៀនភាសាបាលីដើម្បីប្រយោជន៍មហាធំធេងបាទសូមអរគុណសូមជម្រាបលា